One, two, three. បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនដែលគាត់ចូលចិត្តដាំដំណាំដាំដុះតែម្ដងហើយវិលមករកវីដេអូទាក់ទងជាមួយនឹងការផ្សាំបាទមេឃក្រូចងាយបងប្អូនដោយយើងប្រើជាមួយនឹងប្រទាលកតុយកពើហើយបងប្អូនចង់ដឹងវិធីសាស្ត្រផ្សាំដូចម្ដេចអញ្ចឹងបងប្អូនចូលទៅទស្សនាវីដេអូដូចតទៅបាទជាដំបូងខ្ញុំធ្វើការផ្សាំនេះគឺមេឃក្រូចសើចបងប្អូនបាទគឺយើងកាត់ដូចខ្ញុំបង្ហាញមិនចាស់ពេកមិនខ្ចីពេកបាទគឺល្មមហើយសម្រាប់ប្រទាលកតុយកពើយើងយកទំហំរាងធំបន្តិចមកយ៉ាងណាក៏ដោយក៏បានទាំងពីរធ្នាប់ដៃដែរបាទងាយស្រួលក្នុងការទុកសំណើមបានល្អហើយសម្រាប់ដីវិញបងប្អូនគឺយើងរែងដីដូចខ្ញុំបង្ហាញនេះបាទដីគឺដីល្អបងប្អូនណាដីយើងធ្វើអំពីជីកប៉ុសជីដុតកាមក៏បានដែរប៉ុន្តែយើងរែងវាយកល្អិតបានហើយលបាយដូចជាដីខ្សាច់អញ្ចឹងបងប្អូននេះដូចដីខ្សាច់អញ្ចឹងដើម្បីងាយស្រួលក្នុងការរក្សាសំណើមឲ្យបានល្អបាទបន្ទាប់មកបងប្អូនយើងយកកំប៉ុងបាទបងប្អូនមានថង់ក៏បានប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនយកកំប៉ុងទឹកសុទ្ធវាងាយស្រួលរក្សាសំណើមបានយូរបាទយើងដាក់នៅក្នុងកំប៉ុងបែបហ្នឹងបាទហើយយើងច្រកដីចូលឲ្យណែនបាទនេះខ្ញុំដាក់ដីអត់តដាក់សំណើមទេប៉ុន្តែយល់ល្អបងប្អូនដាក់ដីមានសំណើម 50% ទៅដើម្បីងាយស្រួលក្នុងការច្រកបាទបន្ទាប់ពីខ្ញុំច្រកហើយខ្ញុំកាត់មេឃតែងមេឃយកមេឃណាដែលល្អបាទដូចខ្ញុំបញ្ជាក់អញ្ចឹងយើងត្រូវយកដើមមិនខ្ចីពេកហើយក៏មិនចាស់ពេកគឺដើមល្មមដែលយើងមើលទៅវាអាចមិនរលួយបាទបន្ទាប់មកទៀតគឺខ្ញុំកាត់ប្រទាលកតុយកពើមួយចំណិតបាទកាត់ប៉ុណ្ណឹងបងប្អូនដូចខ្ញុំបង្ហាញបាទជាប្រព័ន្ធមេជើងយើងហ្នឹងបាទយើងដោតចូលទៅក្នុងហ្នឹងអញ្ចឹងបងប្អូនបាទបន្ទាប់ពីយើងដោតចូលហើយបងប្អូនយើងដាក់ចូលក្នុងកំប៉ុងហ្នឹងបន្តមកទៀតយើងដាក់ដីបន្ថែមពីលើឲ្យពេញនេះដោយសារដីខ្ញុំអត់បានដាក់ទឹកបងប្អូនអញ្ចឹងវាមើលទៅវារៀងរយអញ្ចឹងធ្វើឲ្យណាំរបស់យើងវារៀងវិលដើរអញ្ចឹងណាហើយអញ្ចឹងខ្ញុំបញ្ជាក់បងប្អូនបន្តិចយើងដាក់ដីណាដែលមានសំណើមមានថាដីដែលមានសំណើម 50% ទៅវារក្សាសំណើមបានល្អបន្តមកទៀតបងប្អូនធ្វើដដែលហ្នឹងទៅបងប្អូនកាត់ជាចំណិតមកយើងដោតបាទដោតតាមលំដាប់លំដោយវាហ្នឹងទៅបងប្អូនខ្ញុំចាក់ដីចេញតិចដោយសារដីវាច្រើនពេកអញ្ចឹងយើងដាក់ប្រទាលកតុយកពើអត់ចោះអញ្ចឹងយើងយកទៅដីពាក់កណ្ដាលបានហើយបន្តមកទៀតដាក់ប្រទាលកតុយកពើចូលយើងដាក់ដីបំពេញតែម្ដងហើយដីបងប្អូនចកត់ឲ្យណែនណាបងប្អូនដើម្បីរក្សាសំណើមបានយូរបើមិនយើងដាក់ដីរៀងប្រហោងក៏ល្អដែរបងប្អូនវាខ្សោះបាទអញ្ចឹងដីយើងដាក់ឲ្យណែនល្អចកត់នៅណែនដូចខ្ញុំចកត់ណាបាទអញ្ចឹងវាណែនល្អហើយវារក្សាសំណើមបន្តមកទៀតបងប្អូនយើងមើលការធ្វើរបស់ខ្ញុំទៅhỏi đây hỏi đây សម្រាប់កន្លែងនេះខ្ញុំរិះសារៀងលឿនតិចបងប្អូនដោយសារខ្ញុំធ្វើនៅប្រុងប្រយ័ត្នដោយសារមេឃក្រូចសើចមានបន្លាបងប្អូនអញ្ចឹងវាមុតដៃបាទហើយសម្រាប់ស្លឹកបងប្អូនស្លឹកក៏អញ្ចឹងដែរស្លឹកវាយើងអត់យកច្រើនទេយកតែ2ទៅ3ស្លឹកឲ្យបានហើយដោយអាមួយនេះវាអស់ស្លឹកហើយខ្ញុំប៉ុន្តែខ្ញុំកាត់ជាកាត់វាជា2ទេស្លឹកមួយហ្នឹងអញ្ចឹងមើលទៅឃើញវាអត់មានស្លឹកអញ្ចឹងសូមបញ្ជាក់បងប្អូនកុំយកស្លឹកច្រើនពេកបងប្អូនណាយើងយកក្នុងមួយមេឃហ្នឹងយកស្លឹក2ទៅ3បានហើយ3ស្លឹកណាបាទបន្ទាប់ពីខ្ញុំរៀបចំហើយបងប្អូនខ្ញុំយកវាទៅដាក់នៅក្នុងធុងពេជ្រត្រង់តកបាទធុងតកតូចបែបនេះហើយខ្ញុំដាក់កូនក្រូចដែលយើងច្រកថង់
ច្រកបាទច្រកដីហើយហ្នឹងយើងយកទៅដាក់នៅក្នុងធុងទឹកកកហ្នឹងតែម្ដងបាទបន្ទាប់ពីខ្ញុំដាក់ធុងទឹកកកហើយបងប្អូនដើម្បីរក្សាសំណើមបានយូរបាទយើងត្រូវតែដាក់រកថង់បងប្អូនយើងរកថង់ plastic ណាថង់ plastic បាទដើម្បីក្របវាបាទដូចខ្ញុំបង្ហាញនេះខ្ញុំយកថង់ plastic មួយខ្ញុំក្របពីលើវាណែនបាទដើម្បីរក្សាសំណើមកុំឲ្យវាត្រូវពន្លឺថ្ងៃបងប្អូនណាយកទៅដាក់នៅកន្លែងម្លប់រយៈពេលកន្លះខែបាទហើយចាំបងប្អូនតាមមើលបន្តទៀតតើវាមានប្រែប្រួលអីឬក៏អត់អញ្ចឹងណាបាទហើយវីដេអូក្រោយខ្ញុំនឹងធ្វើជូនបងប្អូនបន្តទៀតបន្ទាប់ពីខ្ញុំបើកថង់ plastic ចេញអញ្ចឹងសូមកុំភ្លេចតាមដាននៅវីដេអូវគ្គ2ទាំងអស់គ្នាបង